អង្គពិធីជាទីមេត្រីរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់និងផ្ដល់សេរីភាពជឿជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅដែលចូលលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មសាសនិកនៃគ្រប់និកាយសាសនាប្រឆាំងនៅរាល់ទង្វើរើសអើងសម្ដៅទប់ស្កាត់ការយកសាសនាធ្វើអាជីវកម្មដែលអាចបង្កវិបត្តិសាសនានៅកម្ពុជាពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួនដែលគោរពកាន់សាសនាផ្សេងគ្នាប៉ុន្តែមានសាមគ្គីគ្នាយ៉ាងល្អមិនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជានោះទេប៉ុន្តែក៏ជាមោទនភាពសម្រាប់ប្រទេសនៅក្នុងតំបន់និងពិភពលោកផងដែរដែលប្រទេសយើងជាច្រើនបានកើបសរសើរចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជាតាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានកិច្ចសហប្រតិបត្តិការសហការគ្នាល្អជាមួយគ្រប់ស្ថាប័នអង្គភាពក៏ដូចជាដៃគូពាក់ព័ន្ធដើម្បីធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់លើការងារនិងបង្កភាពងាយស្រួលដល់ជូនប្រជាពលរដ្ឋគ្រប់សាសនិកនៅប្រជាជាតិអាចារ្យកម្ពុជាទាំងបច្ចុប្បន្ននិងទៅអនាគតអង្គពិធីជាទីមេត្រីខ្ញុំមានមោទនភាពដែលកន្លងទៅអាដាមអូស្មានហាសាន់ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសបានចូលរួមនៅក្នុងសន្និសីទអន្តរជាតិអ៊ីស្លាមនៅតំបន់ជាច្រើនដើម្បីផ្សព្វផ្សាយអំពីភាពសុខដុមនីយកម្មជាតិសាសន៍និងសាសនានៅកម្ពុជាជាក់ស្ដែងការពិភាក្សាថ្មីនេះនៅរាជធានីភ្នំពេញខ្ញុំបានចូលរួមពិធីអន្តរជាតិធំចំនួន2ទី1គឺកិច្ចប្រជុំកំពូលអ៊ីស្លាមក្រោមប្រធានបទអ៊ីស្លាមនិងពុទ្ធសាសនាដែលរៀបចំដោយអង្គការសម្ព័ន្ធពិភពអ៊ីស្លាមរ៉ាប៊ីតាដែលជាលើកទី1នៅលើទឹកដីកម្ពុជាហើយក៏ជាលើកទី1នៅលើសកលលោកការនេះគឺជាមោទនៈរបស់កម្ពុជាដែលមានឋានៈដឹកនាំសាសនាអ៊ីស្លាមនិងព្រះពុទ្ធមកពីបណ្ដាប្រទេសចំនួន36មានអ្នកចូលរួមជាង 1100 អង្គអ្នកបានផ្ដល់ជូនគ្នាទៅវិញទៅមកនៅបទពិសោធន៍នៃបណ្ដាប្រទេសផ្សេងនិងគន្លងដ៏ល្អប្រពៃនៃការកាន់សាសនាដែលបានពីភាពសាមគ្គីរាក់ទាក់នឹងគ្នាដោយគ្មានការបៀតបៀនពីគ្នាឬចំនួនឬភាពមិនប្រក្រតីណាមួយឡើយទី2ការរៀបចំសន្និបាតលើកទី20របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយអ៊ីស្លាមតំបន់អាស៊ីអាគ្នេយ៍និង Pacific RICEP ដែលមានតំណាងមកពីបណ្ដាប្រទេសចំនួន25បានបង្ហាញពីសាមគ្គីភាពនិងសុខដុមនីយកម្មជាតិសាសន៍និងសាសនានៅប្រជាជាតិអាចារ្យកម្ពុជាដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានខិតខំកសាងនិងថែរក្សាយ៉ាងយកចិត្តទុកដាក់ទីបំផុតដោយហេតុថាកត្តាទាំងនេះគឺជាធាតុផ្សំមិនអាចខ្វះបាននៃសន្តិភាពនិងស្ថិរភាពយូរអង្វែងរបស់កម្ពុជា